សេចក្តីសង្ខេបខ្លីៗយើងនិយាយអំពីព្រះវិស្វកម្មទេវបុត្រឬក៏ព្រះពិស្ណុកាគឺជាទេពសំខាន់នៅក្នុងព្រហ្មញ្ញសាសនាដែលតំណាងឲ្យការសាងសង់សិល្បៈនិងវិស្វកម្មហើយត្រូវបានគេចាត់ទុកថាជាស្ថាបត្យករនៃចក្រវាឡតាំងពីហិណ្ឌូសាសនាព្រះអង្គមានតួនាទីបង្កើតអាវុធទិព្វនិងសាងសង់ក្រុងសំខាន់ៗរបស់ទេពក្នុងបរិបទខ្មែរព្រះពិស្ណុកាត្រូវបានគេគោរពជាមេជាងដ៏ស័ក្តិសិទ្ធិហើយសំខាន់នៅក្នុងទំនាក់ទំនងនឹងរឿងព្រេងសាងសង់អង្គរវត្តជាងសំណង់នៅក្នុងសម័យបច្ចុប្បន្ននៅតែធ្វើពិធីសែនដល់ព្រះអង្គដើម្បីសុំសេចក្តីសុខនិងជោគជ័យនៅក្នុងកិច្ចការងារផ្សេងៗចំពោះសិល្បៈខ្មែរបដិមាព្រះវិស្វកម្មទេវបុត្រនៅក្នុងសម័យអង្គរក៏មានលក្ខណៈខុសពីឥណ្ឌាគឺភាគច្រើនទ្រង់មានព្រះសិរៈតែមួយនិងព្រះហស្ថពីរហើយកាន់ឧបករណ៍សំណង់ដូចជាខ្នាតត្រង្វាស់ឬក៏ញញួរបដិមាទាំងនេះបង្ហាញអំពីតួនាទីរបស់ព្រះអង្គជាទេពនៃស្ថាបត្យកម្មនិងជំនាញបច្ចេកទេសសរុបសេចក្តីមកព្រះពិស្ណុកាគឺជាទេពមួយអង្គដ៏សំខាន់នៅក្នុងជំនឿខ្មែរតាំងពីសម័យអង្គររហូតដល់បច្ចុប្បន្នជាពិសេសនៅក្នុងវិស័យសំណង់និងសិល្បៈផ្សេងៗ